រឿងខ្មោចលងទាំងថ្មីនៅកម្ពុជានេះជារឿងព្រេងនិទានខ្មែរមួយដែលគេនិយាយគ្នាតាមភូមិនានាជាពិសេសនៅតំបន់ជនបទក្បែរទន្លេឬក្បែរវាលស្រែធំៗរឿងនេះមិនមែនខ្មោចលងយប់ប៉ុន្តែលងទាំងថ្ងៃដែលធ្វើឲ្យមនុស្សភ័យខ្លាចជាងព្រោះគ្មានងងឹតជួយលាក់យូរយារណាស់មកហើយនៅភូមិតូចមួយក្បែរវាលស្រែធំមួយមានស្ត្រីចំណាស់ម្នាក់ឈ្មោះធីមរស់នៅតែម្នាក់ឯងក្នុងផ្ទះតូចមួយខ្នងនៅចុងភូមិធីមមិនមែនជាមនុស្សអាក្រក់ទេប៉ុន្តែគេនិយាយថាមានភ្នែកឃើញខ្មោចតាំងពីក្មេងហើយតែងតែនិយាយថាមានខ្មោចមួយក្បាលលងនៅវាលស្រែខាងក្រោយផ្ទះមិនមែនលងយប់ប៉ុន្តែលងទាំងថ្ងៃពេលព្រះអាទិត្យក្តៅខ្លាំងបំផុតខ្មោចនោះជាក្មេងស្រីម្នាក់ស្លៀកសំពត់ខ្មៅសក់វែងខ្មៅមុខស្លេកស្លាំងភ្នែកក្រហមនិងមានស្នាមរបួសធំនៅកដូចជាត្រីបានកាត់កគេហៅថាក្មេងស្រីសំពត់ខ្មៅវាមិនដែលលងមនុស្សដើម្បីសម្លាប់ទេប៉ុន្តែវាលងដើម្បីស្វែងរកអ្នកដែលធ្វើបាបវាកាលពីជាង100ឆ្នាំមុនរឿងកើតឡើងដូចនេះកាលពីសម័យបារាំងមានក្មេងស្រីម្នាក់ឈ្មោះសុភាជាកូនស្រីអ្នកភូមិមានអំណាចម្នាក់នាងស្រឡាញ់បុរសក្រីក្រម្នាក់ឈ្មោះសុកដែលជាកសិករក្នុងភូមិឪពុកសុភាមិនយល់ព្រមហើយបានបង្ខំឲ្យនាងរៀបការជាមួយកូនប្រុសអ្នកមានម្នាក់ទៀតសុភាមិនព្រមរត់គេចខ្លួនទៅជួបសុកនៅវាលស្រែប៉ុន្តែឪពុកនាងបានដឹងបាននាំមនុស្សមកចាប់នាងហើយក្នុងការតស៊ូមាននរណាម្នាក់បានកាត់កនាងស្លាប់ភ្លាមនៅវាលស្រែនោះសាកសពត្រូវបានកប់សម្ងាត់ហើយរឿងនេះត្រូវបានលាក់ជាសម្ងាត់របស់គ្រួសារអ្នកមានចាប់តាំងពីថ្ងៃនោះក្មេងស្រីសំពត់ខ្មៅបានលងនៅវាលស្រែនោះទាំងថ្ងៃជាពិសេសនៅម៉ោងថ្ងៃត្រង់ពេលព្រះអាទិត្យក្តៅខ្លាំងនិងមនុស្សតិចដែលឆ្លងវាលវាមិនលងគ្រប់គ្នាទេវាលងតែមនុស្សដែលមានឈាមដូចគ្នាជាមួយញាក់ធ្វើបាបឬមនុស្សដែលដឹងរឿងប៉ុន្តែមិនធ្វើអ្វីដើម្បីសុំទោសមានក្មេងប្រុសម្នាក់ឈ្មោះរដ្ឋាជាចៅមាត់របស់គ្រួសារដែលធ្វើបាបសុភាកាលពីយូរយារណាស់មកហើយរដ្ឋាជាក្មេងអាយុ20ឆ្នាំមកភូមិដើម្បីស្នាក់នៅផ្ទះជីដូនមួយរយៈព្រោះគាត់ធ្វើការនៅក្រុងនិងចង់សម្រាកថ្ងៃមួយគាត់ដើរឆ្លងវាលស្រែទៅទីផ្សារភូមិនៅម៉ោងថ្ងៃត្រង់ព្រះអាទិត្យក្តៅខ្លាំងណាស់គ្មាននរណានៅក្បែរស្រាប់តែគាត់ឃើញស្ត្រីម្នាក់ឈរនៅចម្ងាយប្រហែល100ម៉ែត្រស្លៀកសំពត់ខ្មៅសក់វែងគ្របមុខមិនរំកិលខ្លួនគ្រាន់តែឈររដ្ឋាគិតថាជាស្ត្រីភូមិធម្មតាក៏ដើរបន្តទៅមុខប៉ុន្តែពេលគាត់ដើរមកជិតស្ត្រីនោះបាត់ទៅរលត់ទៅក្នុងខ្យល់ក្តៅដូចជាមិនដែលមានរដ្ឋាញញើតប៉ុន្តែគិតថាប្រហែលជាក្តៅខ្លាំងពេកខឹងភ្នែកច្រឡំថ្ងៃបន្ទាប់គាត់ដើរឆ្លងវាលស្រែម្ដងទៀតនៅម៉ោងដូចគ្នាលើកនេះគាត់ឃើញស្ត្រីនោះឈរជិតជាងប្រហែល30ម៉ែត្រមុខនៅតែគ្របដោយសក់រដ្ឋាឈប់សួរថាយាយឈរនៅទីនេះធ្វើអ្វីស្ត្រីនោះមិនឆ្លើយគ្រាន់តែលើកដៃមកឈ្មោះគាត់ដូចជាហៅរដ្ឋាមានអារម្មណ៍ត្រជាក់ទាំងខ្លួនទោះបីព្រះអាទិត្យក្តៅខ្លាំងក៏ដោយហើយរត់ត្រឡប់ផ្ទះជីដូនមកភ្លាមពេលត្រឡប់មកគាត់ប្រាប់ធីមមើលមកគាត់ហើយនិយាយថាឯងជាចៅមាត់របស់គ្រួសារនោះមែនទេវាដឹងហើយវាដឹងថាឈាមឯងដូចគ្នាវាមិនសម្លាប់ឯងទេប៉ុន្តែវាចង់ឲ្យឯងសារភាពឲ្យគ្រួសារឯងសំទោសឲ្យធ្វើបុណ្យឲ្យវាដើម្បីឲ្យវាបានទៅកន្លែងល្អរដ្ឋាភ័យខ្លាំងប៉ុន្តែគាត់មិនជឿខាងស្រុងទេគាត់គិតថាប្រហែលជាមនុស្សភូមិចង់ឲ្យគាត់ខ្លាចដើម្បីឲ្យគាត់ធ្វើអ្វីមួយប៉ុន្តែថ្ងៃបន្ទាប់ពេលគាត់ដើរឆ្លងវាលស្រែម្ដងទៀតស្ត្រីនោះលេចឡើងនៅចម្ងាយតែ10ម៉ែត្រមុខគ្មានសក់គ្របទៀតទេគាត់ឃើញច្បាស់មុខស្លេកភ្នែកក្រហមស្នាមកាត់កធំហើយវាលើកដៃចងោលទៅផ្ទះជីដូនគាត់ហើយខ្សឹបថាសុំទោសបើមិនសុំទោសខ្ញុំនឹងមករាល់ថ្ងៃរហូតដល់ឯងសារភាពរដ្ឋាដួលទៅលើដីហើយភ្លាមនោះវាបាត់ទៅវិញគាត់រត់ត្រឡប់ផ្ទះ
ให้ปรับឪពុកម្ដាយនឹងជីដូនមួយគ្រួសារបានភ័យខ្លាំងព្រោះពួកគេដឹងរឿងពីមុនប៉ុន្តែម្ដាយនិយាយពួកគេបាននាំគ្នាទៅរកអ៊ំធីមហើយសុំជំនួយអ៊ំធីមបាននាំគ្រួសារទាំងមូលទៅវាលស្រែនៅម៉ោងថ្ងៃត្រង់ដុតធូបទៀនច្រើនដាក់បាយសម្លផ្កាសម្ពុតសនិងធ្វើពិធីសុំទោសអ៊ំធីមអធិដ្ឋានថាសុភាយើងសុំទោសយើងខុសហើយសូមអ្នកស្ងប់សុខទៅកន្លែងល្អកុំឡងទៀតទេស្រាប់តែខ្យល់បក់ខ្លាំងមួយខ្សែធូបទៀនហុយឡើងខ្លាំងហើយគេឃើញស្រមោលស្ត្រីសម្ពុតខ្មៅឈរនៅចម្ងាយញញឹមតិចរួចរលត់ទៅខាងខ្យល់ក្តៅចាប់ពីថ្ងៃនោះមកគ្មាននរណាឃើញក្មេងស្រីសម្ពុតខ្មៅនៅវាលស្រែទៀតទេវាបានស្ងប់សុខបន្ទាប់ពីបានលីពៀនសុំទោសនឹងបានទទួលការចងចាំអ្នកភូមិនិយាយគ្នាថាបែរថ្ងៃណាមានអ្នកដើរឆ្លងវាលស្រែនោះនៅម៉ោងថ្ងៃត្រង់ហើយមានអារម្មណ៍ត្រជាក់ភ្លាមសូមឈប់និយាយថាសុំទោសព្រោះវាអាចនៅតែរងចាំនៅតែស្ដាប់នៅតែចង់បានយុត្តិធម៌ទោះបីជាថ្ងៃក្តៅខ្លាំងក៏ដោយបន្ទាប់ពីថ្ងៃដែលរដ្ឋាបានឃើញក្មេងស្រីសម្ពុតខ្មៅនៅចម្ងាយតែ10ម៉ែត្រហើយឮសំឡេងខ្សឹបសុំទោសគាត់មិនអាចដេកលក់ស្រួលបួលទៀតទេរាល់ពេលបិទភ្នែកគាត់ឃើញមុខស្លេកស្លាំងស្នាមកាត់កធំនិងភ្នែកក្រហមដែលមើលមកគាត់ដោយភាពសោកសៅមិនមែនខឹងស្អប់វាមិនមែនជាការគំរាមកំហែងវាជាការសុំទោសជាការអង្វរឲ្យគាត់ធ្វើអ្វីមួយព្រឹកស្អែករដ្ឋាបាននាំការភ័យខ្លាចនោះទៅប្រាប់ឪពុកម្ដាយនិងជីដូនមួយឪពុកគាត់ដែលជាកូនប្រុសធំរបស់គ្រួសារដែលពាក់ព័ន្ធនឹងរឿងសុភាកាលពីជាង100ឆ្នាំមុនបានសម្លឹងមុខកូនហើយថ្ងាស្លេកស្លាំងគាត់ដឹងរឿងនេះតាំងពីក្មេងប៉ុន្តែមិនដែលនិយាយព្រោះគេគិតថារឿងចាស់បានរលត់ទៅជាមួយពេលវេលាជីដូនមួយរបស់រដ្ឋាដែលជាអ្នកចាស់ជាងគេក្នុងគ្រួសារបានថ្លែងថាវាមិនលងគ្រប់គ្នាទេវាលងតែអ្នកដែលមានឈាមដូចគ្នាឬអ្នកដែលដឹងរឿងប៉ុន្តែមិនធ្វើអ្វីវាចង់ឲ្យគ្រួសារយើងសុំទោសធ្វើបុណ្យឲ្យវាដើម្បីឲ្យវាបានទៅកន្លែងល្អបើមិនធ្វើវានឹងមើលក្រថ្ងៃរហូតដល់យើងខ្លះស្លាប់ឬខ្លះឆ្កួតគ្រួសារបានសម្រេចចិត្តទៅរកអ៊ំធីមម្ដងទៀតអ៊ំធីមបានស្ដាប់រឿងហើយនិយាយថាវាមិនចង់សម្លាប់ទេវាចង់ឲ្យគេដឹងថាវាមិនបានស្លាប់ដោយគ្មានមូលហេតុវាចង់ឲ្យមានការសារភាពមានការសុំទោសមានពិធីបុណ្យដើម្បីឲ្យវិញ្ញាណវាបានស្ងប់បើឯងរៀបចំធ្វើថ្ងៃសុក្រនេះនៅវាលស្រែខ្ញុំនឹងជួយអធិស្ឋានប៉ុន្តែត្រូវឲ្យគ្រួសារទាំងអស់មកមិនត្រូវលាក់ទេថ្ងៃសុក្រម៉ោងថ្ងៃត្រង់ព្រះអាទិត្យក្តៅខ្លាំងគ្រួសាររដ្ឋារួមទាំងឪពុកម្ដាយជីដូនមួយនិងបងប្អូនជីដូនមួយចំនួនបាននាំគ្នាទៅវាលស្រែនោះពួកគេបានរៀបចំកន្លែងតូចមួយនៅកណ្ដាលវាលដាក់កម្រាលសដុតធូបទៀនច្រានដាក់បាយសម្លផ្កាឈូកសសម្ពុតសនិងផ្លែឈើស្រស់អ៊ំធីមបានអង្គុយនៅកណ្ដាលអធិស្ឋានខ្លាំងហើយនិយាយថាសុភាយើងដឹងហើយថាឯងត្រូវបានធ្វើបាបឯងត្រូវបានសម្លាប់ដោយអយុត្តិធម៌យើងសុំទោសជំនួសឪពុកឯងជំនួសគ្រួសារឯងនិងជំនួសអ្នកដែលធ្វើបាបឯងយើងមិនអាចត្រឡប់ពេលវេលាទៅវិញបានទេប៉ុន្តែយើងសន្យាថាយើងនឹងចងចាំឯងនឹងធ្វើបុណ្យឲ្យឯងរាល់ឆ្នាំនឹងប្រាប់កូនចៅថាកុំធ្វើបាបអ្នកណាដោយអយុត្តិធម៌សូមឯងស្ងប់សុខទៅកន្លែងល្អកុំលងទៀតទេខណៈពេលអ៊ំធីមអធិស្ឋានខ្យល់ក្តៅបានបក់ខ្លាំងមួយខ្សែធូបទៀនហុយឡើងខ្លាំងហើយគេឃើញស្រមោលស្ត្រីសម្ពុតខ្មៅលេចឡើងនៅចម្ងាយប្រហែល20ម៉ែត្រវាមិនមកចិត្តទេគ្រាន់តែឈរមើលមកគ្រួសារទាំងអស់រួចញញឹមតិចដែលជាញញឹមសោកសៅប៉ុន្តែមានភាពស្រាលចិត្តបន្ទាប់មកស្រមោលនោះរលត់ទៅក្នុងខ្យល់ក្តៅហើយខ្យល់ក៏ឈប់បក់ភ្លាមគ្រួសារទាំងអស់មានអារម្មណ៍ថាមានអ្វីមួយបានចាក់ចេញពីវាលស្រែនោះទៅឆ្ងាយហើយអស់កម្លាំងភ្លាមចាប់ពីថ្ងៃនោះមកគ្មាននរណាឃើញក្មេងស្រីសម្ពុតខ្មៅនៅវាលស្រែទៀតទេវាបានស្ងប់សុខបន្ទាប់ពីបានឮពាក្យសុំទោសនិងបានទទួលការចងចាំពីគ្រួសារដែលធ្លាប់ធ្វើបាបវាគ្រួសាររដ្ឋាបានធ្វើបុណ្យរំលឹករាល់ឆ្នាំនៅថ្ងៃដូចគ្នានៅវាលស្រែនោះដើម្បីឲ្យវិញ្ញាណសុភាបានសន្តិភាព
អ្នកភូមិនិយាយគ្នាថាបើថ្ងៃណាមានអ្នកដើរឆ្លងវាលស្រែនោះនៅម៉ោងថ្ងៃត្រង់ហើយមានអារម្មណ៍ត្រជាក់ភ្លាមសូមឈប់និយាយថាសូមទោសសុភាព្រោះវាអាចនៅតែរងចាំនៅតែស្ដាប់នៅតែចង់បានយុត្តិធម៌ទោះបីជាថ្ងៃក្តៅខ្លាំងក៏ដោយបន្ទាប់ពីថ្ងៃដែលរដ្ឋាបានឃើញក្មេងស្រីសម្ពុតខ្មៅនៅចម្ងាយតែ10ម៉ែត្រហើយឮសំឡេងខ្សឹបសុំទោសគាត់មិនអាចដេកលក់ស្រួលបួលទៀតទេរាល់ពេលបិទភ្នែកគាត់ឃើញមុខស្លេកស្លាំងស្នាមកាត់កធំនិងភ្នែកក្រហមដែលមើលមកគាត់ដោយភាពសោកសៅមិនមែនខឹងស្អប់វាមិនមែនជាការគំរាមកំហែងវាជាការសុំទោសជាការអង្វរឲ្យគាត់ធ្វើអ្វីមួយព្រឹកស្អែករដ្ឋាបាននាំការភ័យខ្លាចនោះទៅប្រាប់ឪពុកម្ដាយនិងជីដូនមួយឪពុកគាត់ដែលជាកូនប្រុសធំរបស់គ្រួសារដែលពាក់ព័ន្ធនឹងរឿងសុភាកាលពីជាង100ឆ្នាំមុនបានសម្លឹងមុខកូនហើយថ្ងាសស្លេស្លាំងគាត់ដឹងរឿងនេះតាំងពីក្មេងប៉ុន្តែមិនដែលនិយាយព្រោះគេគិតថារឿងចាស់បានរលត់ទៅជាមួយពេលវេលាជីដូនមួយរបស់រដ្ឋាដែលជាអ្នកចាស់ជាងគេក្នុងគ្រួសារបានថ្លែងថាវាមិនឡងគ្រប់គ្នាទេវាឡងតែអ្នកដែលមានឈាមដូចគ្នាឬអ្នកដែលដឹងរឿងប៉ុន្តែមិនធ្វើអ្វីវាចង់ឲ្យគ្រួសារយើងសុំទោសធ្វើបុណ្យឲ្យវាដើម្បីឲ្យវាបានទៅកន្លែងល្អបើមិនធ្វើវានឹងមករកថ្ងៃរហូតដល់យើងខ្លះស្លាប់ឬខ្លះឆ្កួតគ្រួសារបានសម្រេចចិត្តទៅរកអ៊ំធីមម្ដងទៀតអ៊ំធីមបានស្ដាប់រឿងហើយនិយាយថាវាមិនចង់សម្លាប់ទេវាចង់ឲ្យគេដឹងថាវាមិនបានស្លាប់ដោយគ្មានមូលហេតុវាចង់ឲ្យមានការសារភាពមានការសុំទោសមានពិធីបុណ្យដើម្បីឲ្យវិញ្ញាណវាបានស្ងប់បើឯងរៀបចំធ្វើថ្ងៃសុក្រនេះនៅវាលស្រែខ្ញុំនឹងជួយអធិដ្ឋានប៉ុន្តែត្រូវឲ្យគ្រួសារទាំងអស់មកមិនត្រូវលះទេថ្ងៃសុក្រម៉ោងថ្ងៃត្រង់ព្រះអាទិត្យក្តៅខ្លាំងគ្រួសាររដ្ឋារួមទាំងឪពុកម្ដាយជីដូនមួយនិងបងប្អូនជីដូនមួយចំនួនបាននាំគ្នាទៅវាលស្រែនោះពួកគេបានរៀបចំកន្លែងតូចមួយនៅកណ្ដាលវាលដាក់កម្រាលសដុតធូបទៀនច្រើនដាក់បាយសម្លផ្កាឈូកសសំពុតសនិងផ្លែឈើស្រស់អ៊ំធីមបានអង្គុយនៅកណ្ដាលអធិដ្ឋានខ្លាំងហើយនិយាយថាសុភាយើងដឹងហើយថាវាចង់ទៅភ្លាកំឡៃល្អហើយវាមិនចង់លងទៀតទេឯងត្រូវបានធ្វើបាបឯងត្រូវបានសម្លាប់ដោយអយុត្តិធម៌យើងសុំទោសជំនួសឪពុកឯងជំនួសគ្រួសារឯងនិងជំនួសអ្នកដែលធ្វើបាបឯងយើងមិនអាចត្រឡប់ពេលវេលាទៅវិញបានទេប៉ុន្តែយើងសន្យាថាយើងនឹងចងចាំឯងនឹងធ្វើបុណ្យឲ្យឯងរាល់ឆ្នាំនឹងប្រាប់កូនចៅថាកុំធ្វើបាបអ្នកណាដោយអយុត្តិធម៌សូមឯងស្ងប់សុខទៅកន្លែងល្អកុំលងទៀតទេខណៈពេលអ៊ំធីមអធិស្ឋានខ្យល់ក្តៅបានបក់ខ្លាំងមួយខ្សែធូកទៀនឲ្យឡើងខ្លាំងហើយគេឃើញស្រមោលស្ត្រីសម្ពុតខ្មៅលេតឡើងនៅចម្ងាយប្រហែល20ម៉ែត្រវាមិនមកចិត្តទេគ្រាន់តែឈរមើលមកគ្រួសារទាំងអស់រួចញញឹមតិចដែលជាញញឹមសោកសៅប៉ុន្តែមានភាពស្រាលចិត្តបន្ទាប់មកស្រមោលនោះរលត់ទៅក្នុងខ្យល់ក្តៅហើយខ្យល់ក៏ឈប់បក់ភ្លាមគ្រួសារទាំងអស់មានអារម្មណ៍ថាមានអ្វីមួយបានចាក់ចេញពីវាលស្រែនោះទៅឆ្ងាយហើយអស់កម្លាំងភ្លាមចាប់ពីថ្ងៃនោះមកគ្មាននរណាឃើញក្មេងស្រីសម្ពុតខ្មៅនៅវាលស្រែទៀតទេវាបានស្ងប់សុខបន្ទាប់ពីបានឮពាក្យសុំទោសនិងបានទទួលការចងចាំពីគ្រួសារដែលធ្លាប់ធ្វើបាបវាគ្រួសាររដ្ឋាបានធ្វើបុណ្យរំលឹករាល់ឆ្នាំនៅថ្ងៃដូចគ្នានៅវាលស្រែនោះដើម្បីឲ្យវិញ្ញាណសុភាបានសន្តិភាពអ្នកភូមិនិយាយគ្នាថាបើថ្ងៃណាមានអ្នកដើរឆ្លងវាលស្រែនោះនៅម៉ោងថ្ងៃត្រង់ហើយមានអារម្មណ៍ត្រជាក់ភ្លាមសូមឈប់និយាយថាសុំទោសសុភាព្រោះវាអាចនៅតែរងចាំនៅតែស្ដាប់នៅតែចង់បានយុត្តិធម៌ទោះបីជាថ្ងៃក្តៅខ្លាំងក៏ដោយបន្ទាប់ពីថ្ងៃដែលគ្រួសាររដ្ឋាបានធ្វើពិធីសុំទោសនៅវាលស្រែនិងឃើញស្រមោលក្មេងស្រីសម្ពុតខ្មៅញញឹមតិចរលត់ទៅគ្រួសារទាំងអស់មានអារម្មណ៍ស្រាលចិត្តបន្តិចពួកគេគិតថារឿងនេះបានបញ្ចប់វិញ្ញាណសុភាបានទទួលការសុំទោសហើយនឹងស្ងប់សុខទៅកន្លែងល្អរដ្ឋាក៏ត្រឡប់ទៅក្រុងវិញដោយមានក្តីសង្ឃឹមថាគាត់នឹងមិនត្រូវជួបខ្មោចនោះទៀតប៉ុន្តែ3ថ្ងៃក្រោយមកនៅពេលរដ្ឋាកំពុងធ្វើការនៅការិយាល័យក្នុងភ្នំពេញគាត់ចាប់ផ្ដើមមានអារម្មណ៍ចម្លែកនៅម៉ោងថ្ងៃត្រង់ពេលគាត់ដើរចេញពីអគារការិយាល័យទៅញ៉ាំអាហារថ្ងៃត្រង់គាត់មានអារម្មណ៍ត្រជាក់ភ្លាមទ
ទោះបីជាថ្ងៃក្តៅខ្លាំងនិងមនុស្សដើរចរាចរច្រើនក៏ដោយគាត់ងាកមើលជុំវិញហើយឃើញស្ត្រីសម្ពុតខ្មៅម្នាក់ឈរនៅចម្ងាយប្រហែល20 ម៉ែត្រនៅក្បែរមាត់ផ្លូវមុខនៅតែគ្របដោយសក់វែងមិនរំកើខ្លួនគ្រាន់តែឈររដ្ឋាឈប់ដើរបេះដូងលោតខ្លាំងហើយខ្សឹបថាសុំទោសយើងបានសុំទោសហើយអ្នកចង់បានអ្វីទៀតស្ត្រីនោះមិនឆ្លើយគ្រាន់តែលើកដៃមកចំពោះគាត់ដូចជាហៅឲ្យចិត្តរដ្ឋាមានអារម្មណ៍ថាជើងគាត់ធ្ងន់ដូចជាមាននរណាកាន់ជើងគាត់ប៉ុន្តែគាត់ប្រឹងដៃចេញពីទីនោះរត់ត្រឡប់ទៅការិយាល័យហើយអង្គុយញ៉ាំងញ័រទាំងថ្ងៃពេលត្រឡប់មកភូមិនៅចុងសប្តាហ៍រដ្ឋាបានប្រាប់អ៊ំធីមភ្លាមអ៊ំធីមមានទឹកមុខធ្ងន់ធ្ងរហើយនិយាយថាពិធីសុំទោសរបស់យើងធ្វើឲ្យវាស្ងប់បន្តិចប៉ុន្តែវានៅតែមិនសុខសាន្តពេញលេញទេវាមិនចង់តែពាក្យសុំទោសទេវាចង់ឲ្យរឿងពិតប្រាកដត្រូវបានប្រាប់ឲ្យគេដឹងឲ្យគេស្គាល់ថាវាត្រូវបានសម្លាប់ដោយអយុត្តិធម៌មិនមែនស្លាប់ដោយគ្រោះថ្នាក់ឬស្លាប់ដោយខ្លួនឯងទេបើមិនប្រាប់ឲ្យគេដឹងវានឹងតាមលងអ្នកដែលដឹងរឿងទោះបីនៅឆ្ងាយក៏ដោយរដ្ឋាសួរថាតើត្រូវធ្វើយ៉ាងម៉េចទៀតអ៊ំធីមឆ្លើយថាត្រូវតែធ្វើពិធីធំមួយទៀតនៅវាលស្រែប៉ុន្តែលើកនេះត្រូវមានអ្នកភូមិចូលរួមត្រូវមានការប្រកាសជាសាធារណៈថារឿងនេះកើតឡើងពិតហើយសុំទោសជាផ្លូវការបើមិនធ្វើវានឹងមិនស្ងប់ហើយវានឹងលងញាក់កាន់តែខ្លាំងរហូតដល់គេដឹងគ្រួសាររដ្ឋាបានពិភាក្សាគ្នាយ៉ាងយូរឪពុកគាត់ខ្លាចថាបើប្រកាសជាសាធារណៈគេនឹងរិះគន់គ្រួសារនិងនិយាយថាគ្រួសារមានអំពើអាក្រក់កាលពីដូនតាប៉ុន្តែរដ្ឋាបាននិយាយថាបើយើងមិនធ្វើវានឹងមិនស្ងប់ទេហើយវានឹងលងខ្ញុំលងកូនខ្ញុំលងចៅខ្ញុំរហូតដល់គ្មាននរណាហ៊ានដើរឆ្លងវាលុះទៀតយើងត្រូវតែធ្វើដើម្បីឲ្យវាបានសន្តិភាពនិងដើម្បីឲ្យគ្រួសារយើងបានសន្តិភាពគេបានសម្រេចចិត្តធ្វើពិធីធំមួយនៅថ្ងៃសុក្របន្ទាប់នៅម៉ោងថ្ងៃត្រង់ដូចគ្នាពួកគេបានប្រាប់អ្នកភូមិមួយចំនួនដែលជឿរឿងខ្មោចនិងអ៊ំធីមបានជួយរៀបចំថ្ងៃនោះមានមនុស្សជាង30នាក់មកជុំគ្នានៅវាលស្រែដុតធូបទៀនដាក់បាយសម្លផ្កាសម្ពុតសនិងរបស់ផ្សេងទៀតអ៊ំធីមបានអធិស្ឋានខ្លាំងហើយរដ្ឋាបានក្រោកឡើងនិយាយជាសាធារណៈថាខ្ញុំនិងគ្រួសារខ្ញុំសូមទោសចំពោះអំពើអយុត្តិធម៌ដែលកើតឡើងលើសុភាកាលពីជាង100ឆ្នាំមុនយើងសារភាពថាវាមិនមែនជាគ្រោះថ្នាក់វាជាការសម្លាប់ដោយអយុត្តិធម៌យើងសន្យាថានឹងចងចាំនឹងធ្វើបុណ្យរំលឹករាល់ឆ្នាំនឹងប្រាប់កូនចៅថាកុំធ្វើបាបអ្នកណាដោយអយុត្តិធម៌សូមអ្នកស្ងប់សុខទៅកន្លែងល្អកុំឡងទៀតទេខណៈពេលនិយាយខ្យល់បក់ខ្លាំងម្ដងទៀតធូបទៀនហុយឡើងខ្លាំងហើយគេឃើញស្រមោលក្មេងស្រីសម្ពុតខ្មៅលេចឡើងនៅកណ្ដាលវាលជិតជាងពេលមុនវាឈរមើលមកគ្រួសាររួចលើកដៃឡើងដូចជាសុំទោសតបញញឹមតិចៗហើយរលត់ទៅក្នុងខ្យល់ក្តៅដោយបន្សល់ទុកនូវអារម្មណ៍ស្រាលចិត្តនិងសន្តិភាពដែលមិនធ្លាប់មានចាប់ពីថ្ងៃនោះមកគ្មាននរណាឃើញក្មេងស្រីសម្ពុតខ្មៅនៅវាលស្រែទៀតទេគេនិយាយគ្នាថាវាបានទៅកន្លែងល្អហើយបន្ទាប់ពីបានឮការសារភាពនិងការសុំទោសជាសាធារណៈគ្រួសាររដ្ឋាបានបន្តធ្វើបុណ្យរំលឹករាល់ឆ្នាំហើយវាលស្រែនោះបានក្លាយជាកន្លែងដែលគេគោរពមិនមែនខ្លាចទេជាង10ឆ្នាំក្រោយពីថ្ងៃដែលគ្រួសាររដ្ឋាបានធ្វើពិធីសុំទោសធំនៅវាលស្រែវានោះបានផ្លាស់ប្ដូរទាំងស្រុងមនុស្សក្នុងភូមិលែងខ្លាចដើរឆ្លងវាលនៅម៉ោងថ្ងៃត្រង់ទៀតហើយពេលខ្លះមានក្មេងៗដើរលេងឬកសិករដើរទៅស្រែពួកគេនៅតែនិយាយគ្នាតិចៗថាកុំភ្លេចនិយាយសុំទោសបើមានអារម្មណ៍ត្រជាក់ប៉ុន្តែគ្មាននរណាបានជួបអ្វីចម្លែកទៀតទេវាលស្រែនោះបានក្លាយជាវាលសុភាជាផ្លូវការហើយគេចាប់ផ្ដើមដាំដើមឈើតូចៗនិងដាក់សញ្ញាតូចមួយនៅចុងវាលសរសេរថាកន្លែងរំលឹកដល់សុភាសូមគោរពនិងចងចាំរដ្ឋាដែលឥឡូវមានអាយុជាង30ឆ្នាំបានក្លាយជាឪពុកនិងជាមនុស្សដែលគេនិយាយថាជាមនុស្សដែលធ្លាប់និយាយជាមួយខ្មោចគាត់នៅតែមកភូមិរាល់ឆ្នាំនៅថ្ងៃដូចគ្នានាំកូននិងចៅមកដុតធូបទៀនដាក់ផ្កានិងអង្គុយនៅកណ្ដាលវាលស្រែរំលឹករឿងចាស់កូនប្រុសតូចរបស់គាត់សុភេក
ដែលធ្លាប់ឃើញបងស្រីកាលនៅតូចឥឡូវមានអាយុជាង10ឆ្នាំក៏ចូលចិត្តមកជាមួយហើយតែងតែនិយាយថាប៉ាបងស្រីមិនមកទៀតហើយប៉ុន្តែខ្ញុំដឹងថាបងស្រីនៅតែមើលយើងព្រោះយើងមិនភ្លេចបងស្រីថ្ងៃមួយនៅថ្ងៃរំលឹកឆ្នាំនោះព្រះអាទិត្យក្តៅខ្លាំងដោយរាល់ដងប៉ុន្តែខ្យល់ស្រាលនិងមានក្លិនផ្កាស្រស់ហុយមករដ្ឋាអង្គុយនៅកណ្ដាលវាលជាមួយកូនដុតធូបទៀនហើយនិយាយថាសុភាយើងមកហើយយើងមិនភ្លេចទេយើងប្រាប់កូនចៅរាល់ឆ្នាំថាកុំធ្វើបាបអ្នកណាដោយអយុត្តិធម៌ព្រោះអយុត្តិធម៌អាចធ្វើឲ្យវិញ្ញាណឈឺចាប់យូរណាស់សូមអ្នកសុខសាន្តសូមអ្នកសប្បាយចិត្តយើងនឹងមករាល់ឆ្នាំរហូតដល់យើងមិនអាចមកទៀតខណៈពេលនោះសុភ័ក្រងាកមើលទៅចុងវាលហើយញញឹមធំនិយាយថាប៉ាបងស្រីមកម្ដងទៀតហើយបងស្រីឈរនៅទីនោះបងស្រីស្លៀកសំពត់សឥឡូវមិនមែនខ្មៅទៀតទេបងស្រីញញឹមធំបងស្រីប្រាប់ថាអរគុណបងស្រីសប្បាយចិត្តហើយបងស្រីទៅហើយប៉ុន្តែបងស្រីនឹងមើលយើងពីឆ្ងាយរដ្ឋាងាកមើលទៅគាត់មិនឃើញអ្វីទេប៉ុន្តែគាត់មានអារម្មណ៍ថាមានពន្លឺស្រាលមួយដូចជាពន្លឺព្រះអាទិត្យបានឆ្លក់តាមស្រមោលផ្កាហើយខ្យល់បក់ស្រាលមកនាំមកនូវក្លិនផ្កាឈូកសនិងអារម្មណ៍សន្តិភាពដែលពេញលេញគាត់បិទភ្នែកញញឹមហើយខ្សឹបថាអរគុណសុភាសូមអ្នកសុខសាន្តសូមអ្នកសប្បាយចិត្តជារៀងរហូតចាប់ពីថ្ងៃនោះមកវាលស្រែនោះមិនត្រឹមតែជាកន្លែងរំលឹកទេវាបានក្លាយជាកន្លែងដែលគេមកសុំពរសុខមកអធិដ្ឋានមកសន្យាថានឹងរស់នៅដោយយុត្តិធម៌អ្នកភូមិនិយាយគ្នាថាបើថ្ងៃណាមានខ្យល់ស្រាលបក់និងមានក្លិនផ្កាស្រស់នៅវាលនោះវាគឺជាសញ្ញាថាសុភាកំពុងញញឹមកំពុងសប្បាយចិត្តកំពុងមើលថែភូមិតូចនេះពីឆ្ងាយរឿងខ្មោចលងទាំងថ្ងៃបានបញ្ចប់មិនមែនដោយការបាត់បង់ឬការភ័យខ្លាចទេប៉ុន្តែដោយការស្ដាប់ការសារភាពការសុំទោសការចងចាំនិងសេចក្តីស្រឡាញ់ដែលបានធ្វើឲ្យវិញ្ញាណងួយបានសន្តិភាពពិតប្រាកដវាលស្រែនៅតែក្តៅខ្លាំងប៉ុន្តែឥឡូវវាក្តៅដោយពន្លឺនៃក្តីសង្ឃឹមនិងក្តីសុខមិនមែនក្តៅដោយភាពឈឺចាប់ទៀតទេ